កងកម្លាំងកម្ពុជាមិនបានបង្កហេតុណាមួយដែលមូលបំពេញបាត់ឈប់បាត់ដោយការលើកឡើងរបស់ភាគីថៃឡើយក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025មានភេកផ្លូវការរបស់កងទ័ពជើងគោកថៃនិងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធាភូមិភាគទី2ដោយលើសំឡេងកាំភ្លើងសំឡេងទូក្របបែករកឃើញការចូលចិត្តលួបន្លែហើយការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបំភ្លឺថាកងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបាត់ឈប់បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយលោកស្រីបន្តថាកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរពនិងការអនុវត្តកិច្ចព្រមព្រៀងនៃបាត់ឈប់បាញ់រវាងយោធាកម្ពុជានិងយោធាថៃបានយ៉ាងម៉ឺងម៉ាត់និងភ្ជាប់ជួនបំផុតជាមួយនឹងស្មារតីនៃការបដិញ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិតកម្ពុជាតែងតែរក្សានូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងនោះផងដែរក្រុមទំនាក់ទំនងរវាងកម្ពុជាថៃនៅជួរមុខគឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំតាមរយៈការផ្ដល់ព័ត៌មានឬការបញ្ជាក់គ្នាទៅវិញទៅមកដើម្បីជៀសវាងការភ័ន្តច្រឡំឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់